นี่คือជាឧបករណ៍សម្រាប់វាយសម្លាប់នៅសម័យនោះមនុស្សដែលបានវាយសម្លាប់ហើយកប់ចោលជន់គោលើគ្នាហើយនេះក៏ជាអាវរបស់អ្នកដែលស្លាប់នៅក្នុងសម័យនឹងដែរហើយឆ្អឹងនឹងធាតុបែកបាក់នៅជាប់ដើមច័ន្ទគិរីនេះគឺមានកងដៃជាច្រើនរណ្ដៅសពនេះមានអ្នកស្លាប់450នាក់ហើយរណ្ដៅមួយនេះមានអ្នកស្លាប់166នាក់អត់មានក្បាលហើយនេះគឺជាស្ទូបដែលតម្កល់អតិធាតុអ្នកស្លាប់ហើយដើមជ្រៃនេះគឺជាដើមជ្រៃសម្រាប់បំពងសម្លេងនាសម័យនោះសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកគឺមានរឿងរ៉ាវជាច្រើនដែលបានកើតឡើងនៅក្នុងសម័យ3ឆ្នាំ8ខែនិង20ថ្ងៃហើយទស្សនវិជ្ជានឹងបានបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នានៅរឿងរ៉ាវនិងសោកនាដកម្មដ៏រន្ធត់មួយនៅក្នុងប្រទេសកម្ពុជាបងប្អូនឃើញស្ទូបនេះគឺពោពេញទៅដោយធាតុឆ្អឹងហៅថាឆ្អឹងខ្មោចជាច្រើនពាន់អ្នកដែលបានតម្កល់ទុកក្នុងទីនេះមុននឹងបងប្អូនចូលទៅទស្សនានៅខាងក្នុងស្ទូបដែលបានតម្កល់អធិធាតុគឺតម្រូវឲ្យពួកយើងដែលជាអ្នកទស្សនាគឺត្រូវដោះស្បែកជើងវាគឺជាការគោរពមួយសម្រាប់អ្នកដែលបានបាត់បង់ជីវិតហើយកន្លែងនេះមើលទៅពិតជារន្ធត់ខ្លាំងណាស់បងប្អូនសម្រាប់អ្នកដែលទៅទស្សនាដើម្បីសិក្សាស្វែងយល់អំពីការបាត់បង់ជីវិតនៅក្នុងកន្លងសម័យប៉ុលពតនៅក្នុងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកគឺពិតជារន្ធត់ណាស់បងប្អូនហើយនេះគឺជាផ្កាដែលពុកម៉ែបងប្អូនគាត់បានយកមកគោរពបូជាដើម្បីឧទ្ទិសកុសលជូនអ្នកដែលបានស្លាប់នៅក្នុងសម័យនោះបានបង្ហាញឲ្យឃើញថាសង្គ្រាមវាពិតជាមានគ្រោះមហន្តរាយច្រើនណាស់សម្រាប់ប្រជាពលរដ្ឋទាំងអស់នេះគឺជាឧបករណ៍សម្រាប់ឲ្យវាយសម្លាប់ប្រជាពលរដ្ឋនៅសម័យនោះមានកំបិតពូថៅញញួរហើយនិងឧបករណ៍ខ្សែភ្លើងជាច្រើនទៀតដែលសម្រាប់សម្លាប់នៅក្នុងសម័យនោះវាពិតជាសោកសៅខ្លាំងមែនទែននៅពេលដែលយើងបានទៅឃើញទស្សនវិជ្ជាជាក់ស្ដែងនៅក្នុងសារមន្ទីរវាលពិឃាតជើងឯកហ្នឹងហើយបងប្អូនមើលក្បាលមនុស្សដែលបានស្លាប់នៅក្នុងសម័យនោះគឺរាប់ពាន់នាក់ហើយនៅកន្លែងខ្លះឆ្អឹងគឺត្រូវអណ្ដែតឡើងតាមដីដើមជ្រៃនេះហើយដែលសម្រាប់ដាក់មីក្រូដើម្បីបំពងសំឡេងកុំឲ្យមានការស្រែកលន់សំឡេងអ្នកដែលគេត្រូវបានសម្លាប់នៅក្នុងសម័យនោះលន់ឮទៅក្រៅហើយបងប្អូននេះគឺជាភស្តុតាងមួយដែលគេបានបង្ហាញថាមនុស្សដែលបានវាយហើយនឹងកប់ហើយនឹងសម្លាប់នៅក្នុងសម័យនោះគឺមានសភាពដូចជាវីដេអូដែលបានបង្ហាញនៅក្នុងនឹងហើយនេះគឺជារំដៅសាកសពបងប្អូនច្រើនណាស់រាប់រយរំដៅនៅក្នុងទីនោះគឺថាមើលទៅវាពិតជាធ្វើឲ្យតក់ស្លុតមែនទែនហើយកន្លែងនេះគឺបងប្អូនកន្លែងខ្លះគឺមានហៅថាខោអាវដែលបានជាប់នៅតាមឫសឈើគល់ឈើនៅក្នុងសារមន្ទីរវាលពិឃាតជើងឯកហ្នឹងមានដើមឈើជាច្រើនសម្រាប់បងប្អូនដែលទៅទស្សនានៅក្នុងទីនោះដើម្បីសិក្សារៀនសូត្រនិងយល់ដឹងបន្ថែមអំពីការកាប់សម្លាប់នៅក្នុងសម័យប៉ុលពតវាពិតជាសោកស្ដាយមែនទែនមកដល់ទីនេះគឺជាទ្រនប់ដែលបានបាំងកុំឲ្យទឹកនាចចូលឬមួយក៏ហូរចូលនៅក្នុងតំបន់ដែលត្រូវបានរក្សាឬមួយក៏អភិរក្សទុកនៅហៅថាបំណែកធាតុដែលបាន